យើងដឹងខ្លួនយើងថាយើងកំពុងតែរស់នៅបច្ចុប្បន្នកាលប៉ុន្តែអារម្មណ៍និងការគិតរបស់យើងមួយចំនួនពេលខ្លះវាហាក់បីដូចជារស់នៅអតីតកាលហើយពេលខ្លះទៀតវាហាក់បីដូចជារស់នៅអនាគតកាលច្រើនពេកដែលជាហេតុធ្វើឲ្យយើងមានភាពតានតឹងមានភាពសោកសៅឬក៏បារម្ភច្រើនទៅថ្ងៃខាងមុខដែលទាំងនេះគឺជាសញ្ញារហូតคล้ายទៅជាបញ្ហាផ្លូវចិត្តណាមួយជាក់លាក់ផងដែរបាទជំរាបសួរអ្នកទាំងអស់គ្នាហើយថ្ងៃនេះយើងនឹងមានប្រធានបទមួយជជែកជាមួយគ្នានោះគឺការរស់នៅជាមួយនឹងបច្ចុប្បន្នភាពការពិតទៅយើងដឹងខ្លួនយើងថាយើងកំពុងតែរស់នៅបច្ចុប្បន្នកាលប៉ុន្តែអារម្មណ៍និងការគិតរបស់យើងមួយចំនួនពេលខ្លះវាហាក់បីដូចជារស់នៅអតីតកាលហើយពេលខ្លះទៀតវាហាក់បីដូចជារស់នៅអនាគតកាលច្រើនពេកដែលជាហេតុធ្វើឲ្យយើងមានភាពតានតឹងមានភាពសោកសៅមានការបារម្ភច្រើនទៅថ្ងៃខាងមុខរហូតคล้ายទៅជាសញ្ញាឬក៏คล้ายទៅជាបញ្ហាផ្លូវចិត្តណាមួយជាក់លាក់ផងដែរបើនិយាយទៅដល់ប្រធានបទការរស់នៅជាមួយនឹងបច្ចុប្បន្នភាពរបស់យើងគឺខ្ញុំធ្លាប់បានឮសំណួរមួយដែលគេតែងតែសួរថាតើរឿងអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តហើយខ្ញុំនឹងឆ្លើយសំណួរនេះនៅខាងចុងវីដេអូហើយដើម្បីឆ្លុះបញ្ចាំងទៅដល់ប្រធានបទរបស់យើងគឺខ្ញុំមានដំណើររឿងមួយចង់មកនិទានដើម្បីយើងឆ្លុះបញ្ចាំងទៅទាំងអស់គ្នាដែលដំណើររឿងនោះគឺដូចតទៅមានបរិសម្នាក់គាត់បានទៅបេះផ្លែឈើនៅក្នុងព្រៃហើយគាត់ក៏បានឃើញខ្លាមួយហើយគាត់ក៏បានរត់គេចទៅដល់ជលងមួយដែលជាផ្លូវទាល់ហើយដើម្បីរក្សាជីវិតរបស់គាត់ក៏សម្រេចចិត្តកាន់វល្លិហូតខ្លួនចុះទៅខាងក្រោមប៉ុន្តែនៅពេលដែលគាត់ចុះទៅដល់ពាក់កណ្ដាលជលងហ្នឹងគាត់មើលទៅក្រោមក៏បានឃើញសត្វក្រពើមួយទៀតដែលយើងធ្លាប់តែនិយាយលេងថាចុះក្រោមក្រពើឡើងលើខ្លាប៉ុន្តែទន្ទឹមនឹងហ្នឹងគឺមានសត្វកដោលមួយទៀតក៏បានវាមកកកេវត្តដែលគាត់កំពុងតែកាន់នឹងទោះបីជាគាត់ខំស្រែកទៅសត្វកដោលយ៉ាងណាក៏សត្វកដោលនឹងនៅតែកកេវត្តរបស់គាត់ដែរវាអត់ខ្វល់ពីការស្រែករបស់បរិសម្នាក់នឹងទេប៉ុន្តែទន្ទឹមនឹងហ្នឹងគាត់ក៏កលេចភ្នែកទៅខាងស្ដាំដៃគាត់ក៏បានឃើញផ្លែស្ទ្រូប៊េរីមួយហើយគាត់ក៏សម្រេចចិត្តដៃម្ខាងរបស់គាត់កាន់វល្លិហើយដៃម្ខាងទៀតគាត់ទៅបេះផ្លែស្ទ្រូប៊េរីមួយហ្នឹងដើម្បីយកមកញ៉ាំហើយគាត់ក៏ដូចជាមិនមានការភ័យខ្លាចទៅនឹងសត្វខ្លាគាត់ក៏មិនខ្វល់ទៅនឹងសត្វកដោដែលកំពុងតែកកេវល្លិរបស់គាត់ប៉ុន្តែគាត់បែរជាមករីករាយជាមួយនឹងផ្លែស្ទ្រូប៊េរីដែលគាត់កំពុងតែញ៉ាំមានរសជាតិជូរអែមឆ្ងាញ់មួយហ្នឹងដែលនៅត្រង់ចំណុចហ្នឹងគឺយើងអាចឆ្លុះបញ្ចាំងបានថាសត្វខ្លាគឺជាអតីតកាលដែលតែងតែមកលងបន្លាចយើងធ្វើឲ្យយើងភ័យតក់ស្លុតអីជាដើមហើយសត្វកដោដែលកំពុងតែកកេវ័នហ្នឹងគឺជាពេលវេលាមួយថ្ងៃមួយខែមួយឆ្នាំ10ឆ្នាំទៅដល់រយៈពេលមួយវ័ននឹងដាច់ហើយគាត់នឹងត្រូវធ្លាក់ចុះក្រោមហើយចំណែកស្ទ្រូប៊េរីវិញគឺជាបច្ចុប្បន្នភាពនឹងឯងឬក៏ជារឿងរ៉ាវតូចៗដែលធ្វើឲ្យយើងរីករាយជាមួយនឹងជីវិតប្រចាំថ្ងៃរបស់យើងចំពោះអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចាត់ទុកផ្លែស្ទ្រូប៊េរីគឺជាអ្វីឬក៏បកទៅសំណួរយើងវិញថាតើរឿងអីដែលធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាហើយសម្រាប់ខ្ញុំផ្លែស្ទ្រូប៊េរីឬក៏រឿងរ៉ាវតូចៗដែលធ្វើឲ្យខ្ញុំរីករាយនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំនោះគឺខ្ញុំដឹងថាខ្លួនខ្ញុំបានក្រោកពីគេងពេលព្រឹកឡើងខ្ញុំបានរៀបចំខ្លួនទៅរៀនមុខវិជ្ជាដែលខ្ញុំស្រឡាញ់ខ្ញុំបានញ៉ាំកាហ្វេពេលរសៀលខ្ញុំបានទៅធ្វើការងារដែលខ្ញុំពេញចិត្តហើយនឹងពេលល្ងាចឬក៏ពេលយប់ឡើងខ្ញុំមានពេលហាត់ប្រាណឬក៏ពេលញ៉ាំអាហារដែលខ្ញុំបានចម្អិនដោយខ្លួនឯងហើយនឹងមានពេលវេលាជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំផងដែរដែលរឿងរ៉ាវទាំងអស់ហ្នឹងគឺខ្ញុំបានធ្វើវាជារៀងរាល់ថ្ងៃហើយពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តចូលអ្នកទាំងអស់គ្នាវិញអ្នកទាំងអស់គ្នាចាត់ទុកថាផ្លែស្ទ្រូប៊េរីឬក៏រឿងរ៉ាវអ្វីខ្លះដែលធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តពេញមួយថ្ងៃអាចចែករំលែកមកកាន់ខ្ញុំបាននៅ comment ខាងក្រោមហើយយើងត្រូវគិតថាអតីតកាលគឺយើងបានឆ្លងផុតវាហើយមិនថាអារម្មណ៍សប្បាយចិត្តអារម្មណ៍សោកសៅបាត់បង់ឬក៏ភាពជោគជ័យអីណាមួយគឺយើងប្រាប់ខ្លួនឯងថាយើងបានឆ្លងផុតវាហើយយើងសរសើរខ្លួនឯងថាយើងពិតជាបានឆ្លងកាត់នៅរឿងរ៉ាវនៅអារម្មណ៍ទាំងអស់នោះបានរួចហើយអ្វីដែលយើងត្រូវតែផ្ដោតពេលនេះគឺបច្ចុប្បន្នភាពរបស់យើងរស់នៅឲ្យមានភាពរីករាយនៅក្នុងបច្ចុប្បន្នភាពរបស់យើងសប្បាយចិត្តនៅរឿងរ៉ាវតូចៗដែលយើងបានធ្វើឬក៏យើងពេញចិត្តនៅអ្វីដែលយើងមាននៅក្នុងបច្ចុប្បន្ននេះប៉ុន្តែយើងក៏គួរតែមានជាជំហានតូចៗឬយើងមានជាគោលដៅតូចៗទៅថ្ងៃអនាគតផងដែរ
ទាំងអស់នេះធ្វើឲ្យយើងមានការតាំងចិត្តទុកជាមុនធ្វើឲ្យយើងកាត់បន្ថយភាពតានតឹងហើយការសម្រេចបានរបស់យើងក៏មានលទ្ធផលល្អទៅតាមនោះដែរជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់នៅវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាឆាប់ៗនៅវីដេអូបន្ទាប់អរគុណច្រើនជម្រាបលា